Bắt xung chụp điệp xua bằng phồn từng óc này cứ cái này để sao tại từng nế chứ cứ xem ban trên nơi video mới tiếp tẹt tôi từ nâng cá thưa ba xịp phẩu trên cứ video mình muốn cứ xem ban bằng hai bằng phồn ấy đặc biệt này cả thưa xịp phẩu có đôi chia cá tròn là miệt thì cá chỉ đạn chẳng là so tại mùa chụp mới tiếp cứ tẹt tôi từ nâng thưa ba xịp phẩu chẳng cứ cá thưa ba xịp phẩu xong là bằng phồn là đẩy của che ấy cứ còn miền phim nghỉ rồi để cho xem để bóng ôn là để chuyên đi search nam tìm muối cứ phía trái cứ hàn được thấyក្នុងការអត់យល់អំពីការធ្វើក្បាលសិភៅអញ្ចឹងសមាជិកខ្ញុំចូលរៀនដំបូងក៏ខ្ញុំអត់យល់ការធ្វើក្បាលសិភៅដែរគឺវាមានភាពស្មុគស្មាញមែនទែនក្នុងការធ្វើនៅក្បាលសិភៅនេះអញ្ចឹងប្រភេទក្បាលសិភៅទាំងអស់នេះគឺភាគច្រើនគឺខ្ញុំធ្វើនៅក្នុងកម្មវិធី PowerPoint ឡំក្នុងកម្មវិធី Photoshopចឹងបើសិនជាបងប្អូនណាចង់បានក្បាលសិភៅបែបនេះឬក៏បែបណាក៏អាចតាក់ទងមកខ្ញុំបានដែរព្រោះក្បាលសិភៅមួយគឺខ្ញុំគិតជូនតែ$1ទេចឹងហើយបងប្អូនចឹងបើសិនបងប្អូនចង់បានក្បាលសិភៅបែបនេះចឹងគឺ$1នេះគឺបានទាំងក្បាលនិងទាំងខ្លួនក្បាលហ្នឹងក៏ខាងក្រោយខ្នងផងនេះបងនេះខាងក្រោយសិភៅអូខេចឹងអានេះគឺយើងមករៀនមេរៀនធម្មតាដែលទៅធ្វើក្បាលសិភៅនៅក្នុងកម្មវិធី Word អូខេចឹងបន្តមកគឺយើងចូលមកកាន់កម្មវិធី Word មកហើយបន្តមកទៀតបងប្អូនត្រូវកំណត់กระดาษដោយយកនៅ A4 អូខេជាយកกระดาษ A4 បន្តមកបងប្អូនយកបងប្អូនធ្វើក្បាលសិភៅគឺត្រូវកំណត់กระดาษនេះមកកំណត់กระดาษដើម្បីវាធំបងប្អូនចឹងបន្តមកទៀតគឺខ្ញុំ copy ពីនេះមកអូខេខ្ញុំ copy មកជាងធ្វើបង្ហាញបងប្អូននេះដើម្បីឲ្យបងប្អូនងាយយល់អរគុណគឺការធ្វើក្បាលសិភៅនេះគឺវាមានភាពងាយស្រួលទេបងប្អូនខ្ញុំ copy យកតែអក្សរទេតែមកយើងគូ text box ធម្មតាវិញតែមកយើងបន្ថយទំហំអក្សរដើម្បីឲ្យវាមើលទៅស៊ីជាមួយនឹងក្បាលសិភៅចំណែកអក្សរអង់គ្លេសគឺយើងបន្ថយវាតិចមករៀងទូចចឹងមកហើយបន្តមកទៀតគឺយើងបរិយានេះអូខេហ្វុនតាក់តែងហើយចឹងគឺយើងបានក្បាលសិភៅហើយចឹងភាគច្រើនបងប្អូនខ្លះគាត់ធ្វើក្បាលសិភៅគឺគាត់ដាក់ logo នៅខាងនេះខាងឆ្វេងដៃចឹងមកសម្រាប់ខ្ញុំគឺខ្ញុំភាគច្រើនខ្ញុំចូលចិត្តធ្វើដាក់នៅកតាតែហ្មងព្រោះវាមើលទៅវាប្លែកពីគេវាស្អាតចឹងបងប្អូនអូខេចឹងគឺយើងបានប៉ុណ្្នេះហើយនេះគឺតាក់ទងទៅនឹងឈ្មោះសាលាចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺគូ text box បន្តទៀតបន្តមកគឺយើងសរសេរនៅយើងដាក់ថាកិច្ចការស្រាវជ្រាវអូខេដាក់កិច្ចការស្រាវជ្រាវតាមយើងដាក់វាមួយកតាមកហើយបន្តមកទៀតយើង copy អក្សរពីនេះតែម្ដងអូខេចឹងគឺយើងបានប៉ុណ្ណេះយើងបរិច្ព្រមមកវាត្រូវទៅនឹងយើងមើលភ្នែកយើងគឺថាទំនងឬក៏មកល្មមអូខេបានខ្ញុំបរិច្ color អញទាញ color តិចតាមមកទៀតគឺយើងដាក់បន្ទាត់វាឲ្យវាស្អាតព្រោះវាត្រូវការដាក់បន្ទាត់នេះអញ្ចឹងវិធីសាស្ត្រស្រាវជ្រាវយើងអាច highlight ពណ៌បានយើងសម្ដាក់ពណ៌ក្រហមអូខេចឹងគឺយើងបានប៉ុណ្ណឹងហើយបន្តមកទៀតអ្វីដែលត្រូវធ្វើគឺយើងសរសេរនៅមុខវិជ្ជាហើយនឹង
តាក់ទងទៅនឹងមុខវិជ្ជាហើយបន្តមកទៀតគឺយើងដាក់ប្រធានបទហើយខ្ញុំសូម copy នេះមករឿងចាប់ចុចបងប្អូន sorry ហ្នឹងគេចាំតមកយើងគូ text box យើងផាសចូលមកនេះចឹងគឺបន្តមកទៀតគឺយើងដាក់មុខវិជ្ជាចឹងនេះគាត់ជាវីដេអូចេះចឹងបងប្អូនណាដែលត្រូវនៅមុខវិជ្ជាអីអាចដាក់មុខវិជ្ជានឹងបានអូខេទៅមកយើងតម្លាក់នេះវាមកនេះគេចឹងមុខវិជ្ជានេះគឺយើងអាចលេងអក្សរផ្សេងមកវារៀងសាំបងប្អូននេះដាក់នេះមកមុខវិជ្ជាហើយប្រធានបទតាក់ទងទៅនឹងនីតិវិធីនៃការលេងលះគេចឹងយកនេះដែរអូខេចឹងនេះតម្លាក់ទំហំអក្សរតិចមកនេះបានបងប្អូនចឹងបន្តមកទៀតយើងគួរតែដាក់ឈ្មោះនៅសាស្ត្រាចារ្យនេះបងប្អូនសាស្ត្រាចារ្យចឹងគឺសាស្ត្រាចារ្យនេះគឺយើងដាក់ណែនាំក៏បានឬក៏បង្រៀនក៏បានដែរនេះគឺយើងដាក់ណែនាំអូខេចឹងគឺយើងបានប៉ុណ្នេះហើយចឹងបន្តមកទៀតយើង highlight បងប្អូនយើងបងប្អូនចុចនេះមកក្រោមមកបងប្អូនអាចលេងបានដាក់ក្បាច់ដាក់អីបាននេះចូលនេះមកដាក់ក្បាច់ចឹងការដាក់ក្បាច់នេះទៅផ្លាស់ប្ដូរ font អក្សរមកជាអង់គ្លេសវិញហើយបន្តមកទៀតខ្ញុំសូមដាក់នេះ3មកអូខេចឹងគឺបានហើយចឹងតមកទៀតយើងដាក់អក្សរវាឲ្យវានេះគ្នាតិចមកនេះអូខេចឹងប៉ុណ្ណឹងគឺយើងបានហើយនេះវាដូចជាដក clear ខាងក្រោមពេកអូខេនេះចឹងមកតមកទៀតគឺអានេះចឹងគឺយើងបានហើយចឹងបន្តមកទៀតបើសិនជាសមាជិកបងប្អូនបើសិនជាសមាជិកយើងច្រើនអ្នកឬក៏តិចអ្នកយើងអាចដាក់នៅក្នុងនេះបានចឹងឥឡូវគឺខ្ញុំឧទាហរណ៍សមាជិក6នាក់ចឹងណាបងប្អូនអូខេចឹងសមាជិក6នាក់ចឹងសមាជិក6នាក់ដាក់មកខ្ញុំដាក់សមាជិកក្រុមទី1អូខេចុចចុច enter ចុចក្រោមតើមកដាក់1និស្សិតចឹងមកទៀតតើតទៅនឹង2និស្សិតអូខេ3cái này còn chỉ tiêu hóa thế tôi dùng copy sang cao điểm đó ok tôi dùng 3 một phần này chúng ta bây giờ với đặt font là 2 ok tôi dùng dùng lên font là 2 mình đi ok này chứ thôi tùm hồn mà xóa nhưng giờ đập bí ta nói những tiền vì mà ok chứ được 3 này cái này đi chỉ ở toàn small cái này
បានប៉ុណ្នេះហើយចុះសម្រាប់ឡើងសមាជិកក្រុមនេះគឺយើងដូរ font អក្សរចេញមកខ្ញុំសូមយកនេះអូខេចឹងគឺយើងបានប៉ុណ្នេះបងប្អូនឃើញអត់ចឹងយើងចង់ឲ្យវាស្មើអីយើងអាចសេរីនៅនេះបានអូខេចឹងគឺវាស្មើហើយអានេះវានៅទេយើងដាក់វាស្មើចឹងមកអូខេចឹងគឺយើងបានប៉ុណ្្នឹងហើយបន្តមកទៀតតើតួទៅនឹងឆ្នាំសិក្សាឆមីអីវ៉ាន់យើងត្រូវដាក់ប្រយ័ត្នគ្រូគាត់អាចនឹងនេះអាចនឹងវែងព្រោះអីគាត់ថ្នាក់ច្រើនគាត់រៀនថ្នាក់ច្រើនហ្នឹងបងអញ្ចឹងបងប្អូនដាក់មកដាក់ថាឆ្នាំទី1ឆមី1តើមកយើងដាក់ថ្នាក់អញ្ចឹងថ្នាក់យើងដាក់មក P9 B09 អូខេចាំបន្តមកទៀតយើងដាក់ឆ្នាំសិក្សាឆ្នាំសិក្សាមកឆ្នាំសិក្សា2026ដល់2027អូខេចាំតើមកយើងដាក់ផុនអក្សរនេះផុនអក្សរនេះមួយនេះតើមកយើងដាក់សរេអក្សរកុំឲ្យវាគម្លាតគ្នាពេកចាំតមកទៀតអានេះខាងក្រោមយើងដាក់ទំហំតែ12បានណាចឹងដាក់ក្រហមមកហើយបន្ទាត់ឆូតមួយមកដើម្បីឲ្យវាស្អាតណាបងប្អូនអូខេចឹងគឺយើងបានហើយចឹងបន្តមកទៀតយើងសេរីវាស្មើអូខេចឹងយើងព្រិចមើលថាវាស្មើគ្នាអត់ចឹងគឺវាអត់ទាន់ស្មើវាលក្ខណៈសល់ខាងក្រោមនេះច្រើនពេកអញ្ចឹងយើងគួរតែចុចនេះវាមកយើងតម្លាក់វាចុះបន្តិចមកដើម្បីឲ្យវានេះចាប់ចុចមែនតើបងប្អូនតែអីតើយើងតម្លាក់នេះបន្តិចមកអូខេយកប៉ុណ្ណឹងហើយបន្តមកទៀតគឺយើងតម្លាក់នេះទៀតកិច្ចការស្រាវជ្រាវហើយបន្តមកទៀតmìnhចាំយើងតម្លាក់នេះចាប់ដល់ហើយអូខេនេះអូខេជាងគិតមើលទៅទំនងហើយអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើ select ទាំងអស់មកតើមកបងប្អូនត្រូវនេះចូលមកផ្ដាច់បន្ទាត់វានេះយើងផ្ដាច់ចោលនេះក៏យើងផ្ដាច់ចោលដែរអូខេតើមកឥឡូវកិច្ចការស្រាវជ្រាវយើងមិនបាច់ផ្ដាច់ចោលទេអ្វីដាក់ឲ្យវាចឹងទៅវាស្អាតអូខេអញ្ចឹងបន្តមកទៀតឡើងសមាជិកក្រុមហ្នឹងផ្ដាច់ចោលទាំងអស់មកអូខេអញ្ចឹងនៅមួយទៀតគឺយើងចាក់ពណ៌វាចាក់ពណ៌អក្សរចឹងសមាជិកក៏យើងដាក់ពណ៌នេះទាំងមកគេចឹងអាខាងក្រោមនេះយើងអានេះយើងបែកនេះក៏បានបងប្អូនបែកកាត់បន្ទាត់ក៏បានខាន់យើងសេរីវាស្មើយ៉ាងមកតមកទៀតយើងដាក់ឲ្យវារត់មកកតាអូខេគឺយើងបានហើយបងប្អូននេះគឺក្បួននៃការធ្វើសៀវភៅគឺវាស្រួលចឹងបងប្អូនវាអត់ពិបាកទេអូខេចឹងយើងចុចនៅ print មកនេះអូខេឃើញទេបងប្អូនវា register ហើយនេះបងប្អូននេះវាដូចជាធំពេកអញ្ចឹងយើងតម្លាក់វាមក13ទៅមកទៀតយើងនេះដាក់វាមកឲ្យវាចឹងគ្នាចេះនេះមិនស្អាតទេហើយបន្តមកទៀតបងប្អូនត្រូវមកតម្លើងនេះតម្លើងបន្ទាត់ឲ្យវារៀងធំស្អាតមកនេះ
ហើយដាក់កំហរមកហ្នឹងគឺធ្វើសាមញ្ញបងប្អូនស្រួល ធ្វើសាមញ្ញស្រួលហើយវានេះទៀតវាអត់យូរទេគឺចឹងបងប្អូនអូខេនេះចឹងគឺយើងបានក្បាលសិភៅមួយយ៉ាងស្អាតអូខេចឹងបើសិនជាបងប្អូនចង់បាននៅក្នុងកម្មវិធី Word នេះគឺវាមានលក្ខណៈថាវាមានសុំស្រាប់បងប្អូននេះចឹងបងប្អូនចូលមកចុចនេះមកបងប្អូនចង់ដាក់សុំបានបងប្អូនអាចដាក់បាននេះចុចនេះមកនេះអូខេមកនេះតាក់ទងទៅនឹងនេះអានេះគឺសុំប្រភេទសុំវាមានច្រើនសុំមែនតើចឹងអានេះគឺយើងកំណត់ទំហំ10ប្រមាណអីប្រមាណចឹងអូខេចឹងខ្ញុំដាក់នេះមកខ្ញុំដាក់14អូខេនេះចឹងគឺយើងបានសុំបងប្អូននេះឃើញអត់ចឹងនេះគឺសុំបានសុំមួយហើយនេះគឺភេទក្បាលសភៅចឹងបើសិនជាបងប្អូនចង់ធ្វើបែបនេះក៏បានឬក៏បងប្អូនអត់ចង់ដាក់សុំទេចឹងអត់ដាក់សុំយើងអាចមានវិធីសាស្ត្រផ្សេងទៀតខ្ញុំផ្ដាច់សុំផ្ដាច់ចោលវិញសិនអូខេចឹងបងប្អូនណាដែលអត់ចង់បានបងប្អូនអាចចូលមក insert គូនៅ shape ក៏បានដែរដូចទៅនៅក្នុងកម្មវិធី PowerPoint ចឹងបងប្អូននេះវាមានច្រើនបងចង់លេងអាម៉េចក៏បានអីក៏បានដែរអាហ្នឹងតាមបងប្អូនណាចឹងគឺបើសម្រាប់ខ្ញុំគឺបើធ្វើធម្មតាគឺធ្វើបែបនេះគឺស្អាតបំផុតអូខេចឹងគឺវីដេអូយើងមានតែប៉ុណ្្នឹងទេក្នុងការធ្វើនៅក្បាលសភៅនេះចឹងសង្ឃឹមថាវីដេអូនេះអាចជួយដល់បងឆ្នាំទី1បានកុំឲ្យមានការវេទនាអីហើយមួយទៀតបើសិនជាបងប្អូនណាចង់ធ្វើក្បាលសភៅអាចតាក់ទងមកខ្ញុំបានគឺតម្លៃសេវាតែ$1ទេចឹងគឺធូរថ្លៃអូខេចឹងគឺវីដេអូមានតែប៉ុណ្្នឹងចឹងសូមអរគុណសម្រាប់ការទស្សនា